សួស្តីទាំងអស់គ្នាចឹងវិលត្រឡប់មកជួបខ្ញុំម្ដងទៀតកាលពីវីដេអូមុនខ្ញុំបានបង្ហាញតាក់ទងទៅនឹងការបង្កើត account Figma ចឹងថ្ងៃនេះយើងសាកអនុវត្តបង្កើត file design Figma មួយចឹងដំបូងអ្នកនរត្រូវចូល figma.com ចឹងមកចឹងពេលដែលអ្នកនរចូលមកដល់ figma.com វានឹងចេញផ្ទៃ interface បែបនេះចឹងនេះកន្លែង recent គឺខ្ញុំធ្លាប់បើកបញ្ចេញពីមុនចឹងខ្ញុំចុចកន្លែង design នេះបាទចឹងកន្លែងនេះខ្ញុំដាក់ title ឲ្យបញ្ចេញរបស់យើងខ្ញុំចង់ដាក់អីដាក់ទៅអញ្ចឹងខ្ញុំសាកដាក់ mobile app testing អញ្ចឹងទៅឧទាហរណ៍អញ្ចឹងជាដំបូងអ្នកនរត្រូវហៅ frame មកប្រើមានន័យថាបើអ្នកនរចង់បង្កើតជា app នៅលើទូរស័ព្ទដៃប្រភេទ digital device អញ្ចឹងត្រូវបង្កើត frame អញ្ចឹង frame សន្និដ្ឋានអក្សរ F អញ្ចឹងខ្ញុំហៅ frame មកប្រើតមកអាចរើសមកជា template frame ទូរស័ព្ទនៅលើ screen ទូរស័ព្ទប្រភេទអីគេ iPhone 14ឬក៏មិនអញ្ចឹងអាចរើសតាមចិត្តណាឥឡូវខ្ញុំយក14ឬក៏15 Pro Max នេះបាទអញ្ចឹងបន្តមកទៀតខ្ញុំដាក់កន្លែងនេះខ្ញុំអាច rename ដាក់ថា home page បាទហើយខ្ញុំចង់ដាក់កំណោងអីទាំងនេះឲ្យវាកោងខាងជ្រុងគៀននេះបន្តិចអញ្ចឹងដើម្បីព្រមចេះយើងចុច control ហើយ scroll មកណាគ្នាយើងតបមកកន្លែង corner radius នេះខ្ញុំអាចដាក់10ទៅអញ្ចឹងនៅពេលដែលខ្ញុំដាក់10ឃើញមានកំណោងគៀននេះបាទអញ្ចឹងបន្តមកទៀតខ្ញុំគូ rectangle មួយសិនshortcut អក្សរ O អញ្ចឹងខ្ញុំគូមកខ្ញុំអត់ចុច shift ណាបើយើងចុច shift ពេលដែលយើងគូ rectangle បើយើងចុច shift ឧទាហរណ៍ថាចុច shift ចេះវានឹង load ស្មើចេះវាស្មើទាំង4ជ្រុងណាបាទវាការ៉េអញ្ចឹងបើយើងអត់ចុច shift ទេយើងទាញតាមចិត្តរបស់យើងបាទតមកទៀតខ្ញុំចង់ឲ្យវានៅចំកណ្ដាលនៃផ្ទៃ frame របស់ខ្ញុំអាចចុច align នេះ align ឆ្មិននេះបាទអញ្ចឹងនេះមានតម្រឹមខាងឆ្វេងកណ្ដាលបាទអញ្ចឹងអ្នកឲ្យចាំតេស្តមើលខ្លួនឯងបន្ថែមទៅបាទចង់ឲ្យវាកោងខាងនេះយើងអាចចុចទាញខាងនេះមកឲ្យវាកោងឬក៏ខ្ញុំ control សិតវិញឬក៏ចុចកន្លែងនេះ corner radius នេះកំណត់វាយតម្លៃលេខ10ឧទាហរណ៍អញ្ចឹងនេះវានឹងកោងហើយអញ្ចឹងយើងដាក់8ខ្ញុំដាក់ sorry ខ្ញុំដាក់8វិញsaoវាកោងខ្លាំងពេកណាតមកទៀតខ្ញុំបរិវាឲ្យរៀងធំជាងបន្តិចបាទហើយខ្ញុំដាក់ align center បានប៉ុណ្ណឹងខ្ញុំចង់សរសេរអក្សរខ្ញុំចុច type tool នេះបាទបាច់នេះបាទ shortcut អក្សរ T អញ្ចឹងខ្ញុំដាក់ថាសេវាកម្មរចនាgraphic ចុច escape ដើម្បីផ្ដាច់តែយើងសរសេរចប់យើងចង់ផ្ដាច់អក្សរនឹងចេញមកក្រៅយើងចុច escape ESC នៅលើ keyboard ណាតបមកខ្ញុំចង់ព្រីអក្សរនឹងមាន2ជម្រើសអ្នកនរគ្នាអាចព្រីកកន្លែងនេះបាទព្រីកដាក់ទំហំអក្សរfont អក្សរនឹងទៅហើយ font ខ្ញុំប្រើកន្លែងនេះខ្ញុំដាក់កន្ទុំរុយ Pro បាទហើយខ្ញុំយកវាជាបូលមកបាទហើយយើងចង់ព្រីកព្រមអត់អាចចុចប្រើ move tool នេះព្រីកដូចក្នុង Photoshop ដូចមុនទេណាអត់ទេអញ្ចឹងយើងត្រូវប្រើ frame tool scale ច្រឡំ frame scale នេះសន្និដ្ឋានអក្សរ K ណាយើងអាច scale មកឃើញទេបាទអញ្ចឹងខ្ញុំដូរវិញខ្ញុំដាក់ទំហំវា16បានហើយបាទហើយខ្ញុំទាញវាទៅលើបន្តិចតមកទៀតខ្ញុំចង់គូជារង្វង់អញ្ចឹងខ្ញុំប្រើ ellipse សន្និដ្ឋានអក្សរ O ណាបាទតមកចុច shift បញ្ចុះដើម្បីបាន move បាទហើយខ្ញុំទាញមកដាក់ខាងនេះបន្តិច
ពេលដែលយើងប្រើ ellipse យើងមើលធានាឃើញមានដុំមូលមួយណា angle នេះ anchor point នេះអញ្ចឹងយើងចង់ដាក់ឲ្យវាចេញជាដូចភាគរយអញ្ចឹងណាយើងអាចស្រែទៅនេះបានបាទនេះហើយកន្លែងនេះយើងអាចទាញវាទៅលើចេះយើងព្រៀកវាបន្តិចអញ្ចឹងអានេះយើងទាញទាំងនេះមកឃើញវាបវល់មកហើយប៉ុន្តែវាអត់ទាញបវល់ដូចអាក្រោមនេះទេមានដូចអានេះណាបាទអញ្ចឹងខ្ញុំ control សិតមកវិញតមកទៀតចង់ copy អ្នកឲ្យចង់ copy save ឬក៏ copy ellipse នឹងចេញមួយទៀតចុច Alt ឲ្យជាប់ពេលដែលយើងចុច Alt វានឹងចេញមកពណ៌ខ្មៅមួយហើយពណ៌សនៅខាងក្រោមចុច Alt បូកជាមួយ Shift ដើម្បីឲ្យវាស្មើវាលោតស្មើចេះបើយើងអត់ចុច Shift ទេយើងចុចតែ Alt ហើយយើងទាញចេះវាទៅទាំងទៅវាអត់ស្មើបាទអញ្ចឹងយើងចុច Shift ដើម្បីឲ្យវាស្មើឬក៏មួយទៀតអ្នកគ្នាអត់ចង់ចុច Alt អញ្ចឹងទេចង់ copy វាបាន4 5អញ្ចឹងចុច Alt បូកមួយ Shift ឲ្យជាប់មកបានប៉ុណ្នេះចង់បន្ថែមទៀតចុច Control D បាទអញ្ចឹងយើងselectវាទាំងអស់មកតមកយើងចង់ដាក់គម្លាតពីកន្លែង save មួយទៅ save មួយនេះយើងអាចស្រេកកន្លែង spacing នេះឃើញអត់បាទតមកខ្ញុំដាក់ auto layout មួយ auto layout គឺដូចស្តៀងនឹងគ្រប់ដែរប៉ុន្តែ auto layout គឺវាតម្រៀបឲ្យយើងណាឥឡូវខ្ញុំចុច auto layout កន្លែងនេះបាទតមកខ្ញុំ align នៅកតាចង់ឲ្យអាខាងនេះវាមកស្មើខាងនេះយើងអាចឥឡូវខ្ញុំដាក់ខ្ញុំអានគ្រប់វាមួយសិនពេលដែលយើងដាក់ auto layout វានឹងចងជាគ្រប់អានគ្រប់សិនហើយខ្ញុំដាក់3បានហើយដោយសារ4វាច្រើនពេកតបមកខ្ញុំដាក់ auto layout សារថ្មីហើយខ្ញុំដាក់គម្លាតវានេះយើងស្រេទាំងនេះមកបាទឥឡូវឧទាហរណ៍ប៉ុណ្្នឹងសិនខ្ញុំចង់ដាក់អក្សរទៀតខ្ញុំ copy អក្សរមកបាទហើយខ្ញុំដាក់ថា UX UI design ចឹងទៅចុច escape ផ្ដាច់ហើយចុច K ចុចអក្សរ K មកដើម្បីប្រើ scale tool បាទ move tool វិញបាទឥឡូវខ្ញុំអានគ្រប់នេះមួយសិនខ្ញុំចង់ដាក់អក្សរនៅក្រោម move នេះអញ្ចឹងឧទាហរណ៍ថាឥឡូវអក្សរយើងនៅនេះខ្ញុំចង់ឲ្យអក្សរនេះវាដាក់ឲ្យចំកណ្ដាលនៃellipse នេះយើងចុច align មកនេះឃើញទេហើយយើងចង់រក្សាគម្លាតនេះឲ្យវាបានវែងឬក៏បានកម្រិតណាយើងស្រេកកន្លែង spacing នេះខ្ញុំដាក់4ឃើញទេអញ្ចឹងអានេះខ្ញុំដាក់អក្សរនឹងដែរខ្ញុំ copy មកចុច Alt ជាប់បាទអានេះខ្ញុំចុច Alt ឲ្យជាប់ទៅអញ្ចឹងអានេះខ្ញុំដាក់4ដូចគ្នានេះខ្ញុំដាក់align នៅចំកណ្ដាលនេះស្លេចទាំងពីរហើយខ្ញុំដាក់4ហើយខ្ញុំដាក់ចំកណ្ដាលតបមកខ្ញុំដាក់ auto layout មួយទៀតអានេះខ្ញុំដាក់ទាំងពីរនេះខ្ញុំដាក់ auto layout មួយទៀតអានេះខ្ញុំដាក់ auto layout មួយទៀតអញ្ចឹងខ្ញុំ select ទាំង3នឹងមកខ្ញុំដាក់ auto layout ទាំង3បាទអញ្ចឹងវានឹងសេរីឲ្យស្មើទាំង3ហើយតោះយើងចង់នេះអាគម្លាតនេះឲ្យវាស្មើយើងអាចសេរីទាំងនេះមកនេះបាទឥឡូវយើងទាញវាមកបន្តិចដើម្បីឲ្យវាស្មើនេះឧទាហរណ៍ប៉ុណ្ណេះហើយខ្ញុំដាក់គម្លាតនេះឲ្យទៅខាងនោះវិញឲ្យស្មើខាងនោះបាទអញ្ចឹងចង់ copy ចុច Alt ឲ្យជាប់ copy មកបាទអញ្ចឹងខ្ញុំអាច copy អានេះមួយទៀតដើម្បីដាក់រូបភាពបញ្ចូលវាចង់កតាហើយខ្ញុំសេអក្សរមួយទៀតដាក់ថាផលិតផលចេញថ្មីបាទចុច copy មួយទៀតអានេះខ្ញុំដាក់ថាមួយទៀតបញ្ចុះតម្លៃ25% ឬក៏ដាក់មក 25% បាទហើយយើងចង់ឲ្យមាន fill នៅខាងក្រោយយើងត្រូវដាក់ auto layout មួយសិននៅស្ដាំមកខ្ញុំយក auto layout តមកវានឹងចេញ set បែបនេះហើយខ្ញុំដាក់ fill នេះខ្ញុំដាក់ពណ៌ក្រហមចុះហើយអក្សរខ្ញុំដាក់ពណ៌ស
ហើយខ្ញុំចង់ឲ្យនេះវាកោងខ្ញុំដាក់កន្លែង corner ដាក់100មកឲ្យវាកោងទាំងអស់បាទឥឡូវយើងសាក់សរសេរអក្សរសាក់មើលខ្ញុំ double click 2ដងហើយខ្ញុំcontrol set វិញខ្ញុំសរសេរអក្សរថែមចូលមក 50% ឃើញនៅពេលដែលខ្ញុំសរសេរទៅវា load អានេះset field នៅខាងក្រោយនេះវា auto ទៅជាមួយអក្សររបស់យើងណាបាទអញ្ចឹងអានេះខ្ញុំដាក់តែប៉ុណ្្នឹងទេហើយខ្ញុំប្រើ scale tool រួមវាបន្តិចខ្ញុំទេវាទៅដាក់លើនេះចង់ដាក់ខ្ញុំចង់ដាក់រូបភាពជោងនេះអញ្ចឹងអានេះវាធំពេកខ្ញុំរួមវាបន្តិចមកវិញខ្ញុំរួមឧទាហរណ៍ថាប៉ុណ្នេះចុះប៉ុណ្ណឹងហើយខ្ញុំទីនេះខាងទីប៉ុណ្ណឹងក៏បានដែរខ្ញុំចង់ដាក់រូបចូលអញ្ចឹងខ្ញុំ copy នេះចេញមួយសិនឥឡូវខ្ញុំដាក់គ្រប់វាទាំងមួយសិនស្រេចទាំងអស់ហើយខ្ញុំចុច Ctrl G គ្រប់នេះខ្ញុំចុចកៅឲ្យជាប់ copy មកពេលបើសិនជាអ្នកនរគ្នាចេញក្រៅ frame ចេះមកពីដោយសារតែនេះ layer យើងមើលកន្លែង layer នេះវានៅខាងលើ frame របស់យើងអញ្ចឹងឲ្យវាចូល frame ទាញវាបញ្ចូល frame វិញមកបាទគេវាចូលវិញនេះបាទអញ្ចឹងបន្តមកទៀតយើងចង់ដាក់គម្លាតអានេះឲ្យវាឧទាហរណ៍ថានេះវានៅឆ្ងាយគ្នាពេកអញ្ចឹងយើងស្រេចវាទាំងពីរហើយកន្លែង spacing នេះយើងដកមកនេះបែងតម្លៃលេខក៏បានដែរខ្ញុំដាក់ថា8ចុះបាទអញ្ចឹងខ្ញុំ copy មួយទៀតទៅអញ្ចឹងអានេះពីអានេះនៅក្រៅទៀតហើយអញ្ចឹងខ្ញុំទាញចូលវាវិញបាទអញ្ចឹងដើម្បីងាយស្រួលការដាក់រូបខ្ញុំស្វេចទាំង3នេះសិនហើយខ្ញុំទាញវាចេញក្រៅ frame សិនចាំយើងដាក់ចូលវិញអូខេឧទាហរណ៍ថាប៉ុណ្្នឹងចុះឥឡូវខ្ញុំស្វេចទាំង3 spacing នេះវាមើលឲ្យដោយសារវាអីវានៅក្រៅ frame បាទអញ្ចឹងបើយើងដាក់នៅក្នុង frame បានយើងអាចសេរីបានអញ្ចឹងណាឥឡូវខ្ញុំសេរីដៃសិនណា8បាទតបមកទៀតខ្ញុំចង់ដាក់រូបខ្ញុំចូលទៅ website មួយឥឡូវឧទាហរណ៍ចាស់ដាក់ pixel ឥឡូវខ្ញុំសាក់ copy រូបនេះទៅចូលនេះវីដេអូទេអញ្ចឹងខ្ញុំសាក់រករូបមើលសិនចុចលើរូបនេះហើយខ្ញុំ copy ហើយស្ដាំ copy វាមកខ្ញុំចូលក្នុង Figma របស់យើងវិញហើយខ្ញុំចុចលើ shape របស់យើងហើយខ្ញុំចុច2ដងដើម្បីឲ្យចូល shape របស់យើងព្រោះយើងដាក់គ្រប់មិញអញ្ចឹងយើង Ctrl V មកវានឹង load ចូលនេះយើងសួរថា allow អត់អញ្ចឹងយើងចុច allow បាទអញ្ចឹងវានឹង load ចូលនៅក្នុងនេះរបស់យើងហើយតមកទៀតយើងទៅរករូបផ្សេងមួយទៀតមកខ្ញុំសាកដាក់រូបនេះ copy ហើយចុច2ដងដើម្បីឲ្យវាចូល set របស់យើង Ctrl V បាទតបមកខ្ញុំយករូបមួយទៀត copy ហើយខ្ញុំចុចលើនេះ2ដង Ctrl V តបមកខ្ញុំ select ទាំង3ខ្ញុំដាក់គ្រប់វាសិនគ្រប់ Ctrl G មកបាទតបមកខ្ញុំដាក់ frame ដើម្បីឲ្យវាដំណើរការបានខ្ញុំដាក់ frame selection បាទតបមកយើងទាញចូលក្នុង frame របស់យើង frame របស់យើងនេះឃើញពេលដែលទាញចូលវានឹង load កាន់បែបនេះបាទឥឡូវខ្ញុំទាញអក្សរនេះទៅលើបន្តិចឲ្យវាមើលទៅស្អាតតិចទៅយើងតេស្តមើលសិនឥឡូវយើងសាក preview មើលបាទឃើញចេញមកណាអញ្ចឹងយើងអាចទាញអីធ្វើអីការទេដោយសារយើងអត់ដាក់ prototype អញ្ចឹងដើម្បីទាញបានយើងត្រូវដាក់ prototype សិនឥឡូវខ្ញុំបិទវាសិនខ្ញុំចុចលើ frame នេះយើងឈរលើ frame នេះ
តមកខ្ញុំដាក់ prototype ខ្ញុំរើសលើនេះ horizontal ជួរលេខហើយយើងវាអត់តាន់ដើរទេដោយសារអីយើងអត់តាន់បាន select frame នេះចូលខាងក្នុង frame របស់យើងនេះអញ្ចឹងយើងចុចលើ frame ហ្នឹងមកយើងចុចអាកន្លែងនេះចុចគៀនហ្នឹងមកបើវាអស់មកបែបនេះយើងឈរលើ frame ឲ្យជាប់ហើយយើងចុចនេះមកយ៉ាចុចលើ frame មកហើយខ្ញុំអស់លើវាមកឃើញទេអញ្ចឹងខ្ញុំសាកតេស្តម្ដងទៀតឥឡូវយើងអស់មើលសាកមើលវិញវាមកហើយបាទចឹងវីដេអូនេះមានតែប៉ុណ្្នឹងសិនហើយបើអ្នកនរគ្នាមានចម្ងល់អីទៀតចាំ comment សួរទៀតមកណាបាទ